ឆ្នេះយើងឃើញថាសង្ក្រាននិស្សិត AUB បានចាប់ផ្ដើមធ្វើនាថ្ងៃទី3ខែមេសា2026នេះនៅក្នុងបរិវេណសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ Acilida ដោយកម្មវិធីនេះគឺត្រូវបានរំពឹងទុកថានឹងមានការចូលរួមពីសិស្សនិស្សិតនិងសាធារណជនទូទៅចូលរួមឲ្យបានច្រើនកកកស្របពេលដែលនៅតាមបណ្ដាខេត្តរាជធានីគ្រឹះស្ថានអប់រំសាធារណៈនិងឯកជនផ្សេងៗបានរៀបចំនៅព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំ2026ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី14ដល់ថ្ងៃទី16ខែមេសា2026ខាងមុខនេះសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ Acilida សហការជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជាសាកលវិទ្យាល័យបានរៀបចំនៅព្រឹត្តិការណ៍សង្ក្រាន្តនិស្សិតAUB ដើម្បីជាឱកាសឲ្យថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យនិងនិស្សិតបានជួបជុំគ្នានិងពង្រឹងសាមគ្គីភាពបើតាមលោកបណ្ឌិតផុនណារិនដែលជាសាកលវិទ្យាធិការនៃសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ Acilida បានឲ្យដឹងថាជារៀងរាល់ឆ្នាំនៅមុនថ្ងៃចូលឆ្នាំថ្មីមកដល់គឺសាកលវិទ្យាល័យតែងតែរៀបចំនៅព្រឹត្តិការណ៍សង្ក្រាន្តនេះឡើងនៅក្នុងគោលបំណងដើម្បីលើកកម្ពស់ភាពរុងរឿងរីកចម្រើនរបស់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ Acilidaលើកកម្ពស់ការចូលរួមរបស់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ Acilida ជាមួយនឹងសហគមន៍ជាពិសេសគឺដើម្បីបណ្ដុះគំនិតយុវជនសិស្សនិស្សិតឲ្យចូលរួមលើកកម្ពស់មោទនភាពនិងសេចក្តីស្រឡាញ់ថែរក្សាចំពោះវប្បធម៌និងប្រពៃណីទំនៀមទម្លាប់ខ្មែរដ៏ផូរផង់និងបង្កើតនៅបរិយាកាសសប្បាយរីករាយជួបជុំជាមួយនឹងគ្រួសារ AUB ដើម្បីបង្កើតនៅមិត្តភាពសាមគ្គីភាពរវាងលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យនិងនិស្សិតបន្ទាប់ពីបានឆ្លងកាត់នៅវគ្គសិក្សាយ៉ាងម៉ឺងម៉ាត់និងម៉ត់ចត់នាពេលកន្លងមកនោះនៅក្នុងកម្មវិធីនេះផងដែរលោកបណ្ឌិតក៏បានលើកឡើងថាលោកក៏បានលើកឡើងអំពីប្រវត្តិខ្លះៗនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលអត្ថន័យសង្ខេបនៃព្រឹត្តិការណ៍សង្ក្រាន្តគឺជាការក្រើនរំលឹកទៅដល់សិស្សនិស្សិតត្រូវចងចាំអំពីសារៈសំខាន់ដែលមិនអាចខ្វះបាននៃពិធីបុណ្យចូលឆ្នាំថ្មីដែលជាអត្តសញ្ញាណជាតិដ៏ខ្ពង់ខ្ពស់របស់ខ្មែរហើយប្រធានក្លឹបនិស្សិត AUB ក៏បានលើកទឹកចិត្តនិងចែករំលែកនៅបទពិសោធន៍ក៏ដូចជាចូលរួមរបស់សមាជិកសមាជិកាគ្រប់រូបតាមរយៈសកម្មភាពនានាជាច្រើនជាពិសេសគឺនេះគឺជាការបង្ហាញឲ្យឃើញយ៉ាងច្បាស់អំពីតួនាទីយ៉ាងសំខាន់របស់យុវជននៅក្នុងសកម្មភាពរៀបចំព្រឹត្តិការណ៍សង្ក្រាន្ត AUB ជាពិសេសគឺត្រូវមានឆន្ទៈចូលរួមនៅក្នុងកិច្ចការងារសង្គមដែលនេះគឺជាគំរូមួយដ៏ល្អសម្រាប់យុវជននិងសិស្សនិស្សិតជំនាន់ក្រោយសូមបញ្ជាក់ដែរថាសាកលវិទ្យាល័យពាណិជ្ជសាស្ត្រ Acilida ក៏មានការរៀបចំនៅពិធីលេងល្បែងប្រជាប្រិយខ្មែរដូចជាចោលឈូងបោះអង្គញ់វាយក្អមលាក់កន្សែងទាញព្រាត់ដណ្ដើមស្លឹកឈើលោតអន្ទាក់ចាប់កូនខ្លែងរបាំត្រុដិការសម្ដែងផ្សេងព្រមទាំងមានការប្រគំតន្ត្រីរាំលេងកម្សាន្តដែលសម្ដែងដោយក្រុមនិស្សិតនិងនៅក្រុមនិស្សិតរបស់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រ Acilida ដោយផ្ទាល់តែម្ដងចាអញ្ចឹងការជួបជុំរបស់បងប្អូនសិស្សនិស្សិតរួមជាមួយនឹងលោកគ្រូអ្នកគ្រូសាស្ត្រាចារ្យដែលធ្លាប់តែយើងចាមួយឆ្នាំជួបគ្នាម្ដងនៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចាក៏ជាការបង្កើតនៅការសាមគ្គីភាពក្នុងការរក្សានៅអ្វីដែលជាទំនៀមទម្លាប់ប្រពៃណីខ្មែរយើងនិងអ្វីដែលជារបៀបរបបចាទាំងល្បែងល្បាំប្រជាប្រិយឬក៏ចង្វាក់រាំរបស់ខ្មែរដែលយើងមានច្រើនចង្វាក់ចារបាំរាំហ្នឹងគឺសារវ័នឡាំលាវកន្ទ្រឹមរាំវងរាំក្បាច់ចាគ្រាន់តែរាំហ្នឹងគឺមានមិនអស់ហើយចាម៉ារីសុននិយាយរួមទៅគ្រាន់តែរាំឲ្យតាមបត់នៃចង្វាក់នីមួយៗហ្នឹងក៏បែកយេខ្ចាយដែរហើយនឹងលេងល្បែងប្រជាប្រិយផ្សេងទៀតអញ្ចឹងការបង្កើតនៅកម្មវិធីរបស់សាកលវិទ្យាល័យគឺជាផ្នែកមួយដ៏សំខាន់នៅក្នុងការបង្កើននៅសាមគ្គីភាពនិងចំណងមិត្តភាពហើយនឹងចូលរួមរក្សានៅអ្វីដែលជាអត្តសញ្ញាណរបស់ខ្មែរផងដែរ